មកនេះគឺថាអាហារពេលព្រឹកងាយបងប្អូនហើយងាយព្រោះអីយើងរវល់ដល់ពេលអញ្ចឹងយើងអត់មានព្រោះអីដូចថាឲ្យវាញ៉ៃអីទេព្រោះយើងបញ្ញាប់បងប្អូនណាបញ្ញាប់ធ្វើការដល់ពេលអញ្ចឹងទៅគឺមានអត់មានអីទេគឺមានតាពងទាចៀនជាមួយនឹងសាច់ពៅផ្អែមបងប្អូននេះឃើញទេសាច់ពៅយើងហាន់ឲ្យទូចអញ្ចឹងមកបងប្អូនឲ្យស្ដើងហើយទូចអញ្ចឹងបានវាចូលជាតិឆ្ងាញ់បើហាន់ធំអត់ឆ្ងាញ់ទេបងប្អូនគឺសាច់ពៅប្រៃគឺអត់ឆ្ងាញ់ទេតែពងមាន់ខ្ញុំនេះពងទាខ្ញុំនេះគឺពងទា5គ្រាប់ហើយសាច់ពៅគឺខ្ញុំហាន់ឲ្យស្ដើងទូចហ្នឹងមកហើយបន្ទាប់មកយើងដាក់ក្លុកចូលអត់បាច់ថែមគ្រឿងទេបងប្អូនគឺហាន់ពងមាន់ហើយសំទោសហាន់ពងមាន់នេះគឺហាន់សាច់ពៅហ្នឹងហើយដាក់ចូលជាមួយនឹងពងទាហ្នឹងមកយើងវីឲ្យចូលគ្នាហើយគឺរួចហើយអត់មានដាក់គ្រឿងអីទាំងអស់គឺល្មមតែម្ដងបងប្អូនធ្វើអញ្ចឹងអាសាច់ពៅប្រៃយើងហ្នឹងបងប្អូនសាច់ពៅផ្អែមយើងហ្នឹងបងប្អូនណាកុំយកអាប្រៃយកអាផ្អែមសាច់ពៅផ្អែមយើងហ្នឹងព្រោះវាមានជាតិប្រៃនឹងហើយខ្លះហើយដល់ពេលអញ្ចឹងទៅយើងហាន់វាឲ្យស្ដើងទូចមកហើយយើងចៀនបងប្អូនឃើញទេហើយមិនបាច់ថែមទឹកទេណាបងប្អូនគឺចៀនដូចខ្ញុំអញ្ចឹងទៅមិនបាច់ថែមទឹកទេគឺរឹងល្អណាឆ្ងាញ់មែនតើហ្មងហើយនេះគឺអាហារពេលព្រឹកបងប្អូនណាហើយគឺមិនបាច់រកអីទេលឿនងាយសម្រាប់អ្នករវល់បងប្អូនគឺពួកខ្ញុំគឺខ្ញុំរវល់បងប្អូនណាហើយបញ្ចូលវីដេអូដូចធំរៀងឡប់ឡែមកទេបងប្អូនម្ដងពងមាន់ម្ដងពងទាបងប្អូនណាហើយសុំទោសគឺថាវារវល់ហើយឆ្លៀតបញ្ចូលសម្លេងទៀតឥឡូវបានខ្ញុំចៀនបានពីប្រទេសធំបងប្អូនណាគឺពងទា5គ្រាប់ហើយនឹងសាច់ពៅមកនេះដែរបងប្អូនគឺអត់បានថ្លឹងទេសាច់ពៅចាប់ដាក់ទៅហាន់វាស្ដើងល្មមថាដាក់ពងទានឹងមកខាប់ល្មមអញ្ចឹងណាដាក់សាច់ពៅច្រើនពេកក៏អត់សូវឆ្ងាញ់ដែរបងប្អូនអញ្ចឹងយើងដាក់មកល្មមសមមួយម៉ាត់ជាមួយនឹងពងទាយើងហ្នឹងឥឡូវបានពីប្រទេសធំហ្នឹងហើយរួចហើយតំណងនេះបងប្អូននេះឃើញទេឆ្ងាញ់មែនតើគឺមិនបាច់ដាក់គ្រឿងទេដូចខ្ញុំនិយាយចឹងបងប្អូនហាន់ឲ្យស្ដើងហើយដាក់ជាមួយពងទានឹងមកគឺមិនបាច់ដាក់គ្រឿងឥឡូវជួយហូបជាមួយខ្ញុំទាំងអស់គ្នាគឺខ្ញុំលាងដៃបងប្អូនណាគឺថាហូបចឹងមិនឆ្ងាញ់បងប្អូនបាយក្តៅមកដាំបាយតាំងពីព្រឹកក្តៅហើយខ្ញុំមានជីម្វងទៀតបងប្អូនហើយដាក់មួយលឹកជីហ្នឹងក៏វាត្រូវគ្នាទៀតហ្នឹងសម្រាប់អ្នកចូលចិត្តដែរទេណាបើអ្នកអត់ចូលចិត្តគឺខ្ញុំអត់ដឹងដែរតែខ្ញុំចូលចិត្តបងប្អូនហើយដាក់មួយជីវងក៏ឆ្ងាញ់មួយយ៉ាងដែរទៅដល់ពេលហើយខ្ញុំថាដាក់ទេកទេឲ្យវាមើលទៅស្អាតថតវាដល់ថតស្លឹកហើយដល់ពេលរួចហើយដាក់ចូលទៅដល់ពេលហូបទៅវាឆ្ងាញ់តំណងរបស់គេដែរជីម្វងរបស់យើងធម្មជាតិហើយមើលឆ្ងាញ់បងប្អូនដូចខ្ញុំនិយាយចឹងមិនបាច់ដាក់គ្រឿងទេហាន់តាសាច់ពៅនឹងឲ្យម៉ត់មកហើយរួចហើយដាក់ក្លុកយកតែម្ដងមិនដាក់គ្រឿងចៀនយកគឺវាចេញជាតិពីសាច់ពៅនឹងមកតែម្ដងធ្វើឲ្យសាច់ពៅចៀនមួយពងទាយើងហ្នឹងគឺរសជាតិល្មមតែម្ដងគឺវាឆ្ងាញ់មែនទែនបងប្អូនណាឆ្ងាញ់ខ្ញុំថាឆ្ងាញ់ហើយពេលព្រឹកអញ្ចឹងគឺបាយខ្ញុំតែងតែដាំបាយក្តៅរហូតបងប្អូនណាគឺដាំបាយក្តៅអញ្ចឹងមកគឺយើងមានម្ហូបមានត្រីចៀនខ្លួនឯងអីចឹងទៅវាឆ្ងាញ់តែម្ដងណាបងប្អូនហើយអរគុណសម្រាប់ការ like ការ share អរគុណច្រើន